Nhìn thì ai thêm giờ ngay như nào khi cái mơ một trời nữa ថ្ងៃនេះសូមឲ្យសូមថ្ងៃនេះអ្នកនរគ្នានាំអ្នកនរគ្នាចូល LV តែអ្នកនរគ្នាហត់ដងឃើញតែ LV គេលក់កាបូបលក់ស្បែកជើងលក់អីប៉ុន្តែអ្នកនរគ្នាលើកនេះគឺជា LV កាហ្វេនៅនេះមិនមែនតែកាហ្វេអ្នកនរគ្នាក៏មានឈុត fine dining មានម្ហូបមានអីញ៉ាំបែប dinner អីដែរអ្នកនរគ្នាគ្រាន់តែចូលចង់ញ៉ាំកាហ្វេញ៉ាំនំអីតិចតួចក៏បានដែរគ្រាន់តែខ្ញុំទៅយូរម្ដងអញ្ចឹងទៅក៏សម្រេចចិត្តថាយកម្ហូប fine dining មកគេមកទៅអ្នកនរគ្នាចង់ញ៉ាំជាម្ហូបមុខក៏បានឬក៏អ្នកនរគ្នាចង់យកជាឈុតរបស់គេក៏បានដែរសម្រាប់ខ្ញុំយកជាឈុតក្នុងនឹងមាន6មុខហើយក៏មានផ្អែមនៅក្នុងនឹងដែរក៏បានកំងកាហ្វេគេមកកែវដែរអ្នកនរគ្នាកាហ្វេ LV ហ្នឹងគឺអញនិយាយបានថាវាសូទេហើយអានេះគឺជាប្រភេទនំប៉័ងដែលគេដាក់ឲ្យញ៉ាំលេង appetizer អីចឹងទៅកុំឲ្យចាំយូរអ្នកនរគ្នាចូលមកហូបទី1របស់យើងជាប្រភេទ taco សាច់គោហើយជាមួយនឹង caviar រសជាតិស៊ីឈ្វាន់អីចឹងណាដូចយើងប្រៃគាត់ថា LV ត្រូវតែឆ្ងាញ់ទៅអស់ហើយអ្នកនរគ្នាពេលខ្លះរសជាតិអត់ត្រូវមាត់យើងទេអានេះសម្រាប់ខ្ញុំគឺរៀងប្រៃបន្តិចអញនិយាយបានថា7លើ10ហើយគេដាក់ឲ្យ2ដុំហ្នឹងគឺញ៉ាំទាំង2ដុំស្ដាយលុយអ្នកនរគ្នាអង្គុយចាំបន្តិចម្ហូបទី2របស់យើងគឺបានមកដល់ហើយអ្នកនរគ្នាអានេះគេដាក់ឈ្មោះថា Angel Hair with King Crab Sichuan Flavor Sauce បកប្រហែលទៅជាសក់ទេវតាអ្នកនរគ្នាសក់ Angel អីចឹងណាប៉ុន្តែគាត់ថាហ្នឹងជាទៅសៃ spaghetti ធម្មតាទេហើយជាមួយមាន King Crab ហើយវាជាប្រភេទ Sichuan Sauce ឆ្ងាញ់គាត់បើអ្នកនរគ្នាអានេះខ្ញុំជួយថាបើគិតទៅអត់សល់នឹងតម្លៃអ្នកនរគ្នាបានមួយចានប៉ុណ្្នឹងឯងហើយថ្លៃសាហាវចង់ខ្ញុំប្រាប់តម្លៃទៅពេលចុងវីដេអូញ៉ាំគឺបានតែញ៉ាំឯអ្នកនរគ្នាប៉ុន្តែសួរថារសជាតិមិនអាហ្នឹងអ្នកនរគ្នាចង់សាកខ្លួនឯងបានហូបទី3អ្នកនរគ្នាជាប្រភេទ Gaborone Skewer Red Curry Coconut យកខ្លីដូចជាបកងអាំងអ្នកនរគ្នាហើយទឹកវាទឹកក្រីហើយធុំខ្ទិះដូងអីចឹងណាញ៉ាំបានមកញ៉ាំបានប៉ុន្តែវាមិនណាស់ណាទេពេលខ្លះទឹកមុខញ៉ាំរៀងបខំអ្នកនរគ្នាពេលខ្លះទៅវាមិនសៅឆ្ងាញ់ណាស់ណាទេប៉ុន្តែធ្វើមិនវាថ្លៃអ្នកនរគ្នាហើយអ្នកនរគ្នាឃើញតែហាងថ្លៃហើយមានម្ហូបតិចចឹងណាប៉ុន្តែបើសិនបើអ្នកនរគ្នាអត់កក់ទេគឺអត់មានកន្លែងអង្គុយទេអានេះចេះខ្ញុំទៅពេលល្ងាចអីចឹងទៅគឺមានកន្លែងអង្គុយធម្មតាអត់លើកកាហ្វេផឹកបន្តិចអ្នកនរគ្នារសជាតិរៀងពិបាកទទួលយកដែរដោយសារខ្ញុំជឿកាហ្វេរៀងផ្អែមដល់មកម្ហូបទី4របស់យើងក៏បានមកដល់អ្នកនរគ្នាអានេះគឺជា slow cook abalone mango salsa risotto អាហ្នឹងអីគេក៏ខ្ញុំមិនដឹងដែរអ្នកនរគ្នាដឹងតែថា abalone នេះគឺជាប៉ាហ៊ឺអ្នកនរគ្នាប៉ុន្តែម្ហូបនេះគឺខ្ញុំស្ដាយសាច់ប៉ាហ៊ឺមែនតើដោយសារតែសាច់ប៉ាហ៊ឺហ្នឹងវាចំអិនល្អហើយគ្រាន់តែថាពេលជាមួយនឹងផ្សេងទៀតទៅវាអត់ចូលគ្នាហើយទឹកស៊ុបរបស់គេនោះដូចមានគ្រាប់នឹងថាគ្រាប់ល្ពៅឬគ្រាប់អីអ្នកនរគ្នាញ៉ាំហើយឡើងចង់ភឺសវល់និយាយចឹងទៅអ្នកនរគ្នាឆ្ងល់អីមិនបានអត់ឆ្ងាញ់ញ៉ាំអស់ពីចានចឹងអ្នកនរគ្នាអាហ្នឹងវាថ្លៃចឹងខ្ញុំត្រូវតែញ៉ាំបើទោះបីជាមិនក៏ដោយមកដល់ main course ចុងក្រោយគេអ្នកនរគ្នាគឺជាប្រភេទ steak ព្រោះសាហាវអ្នកនរគ្នា Wagyu beef tenderloin asparagus and Tagaskar olive ខ្ញុំចូលចិត្ត Wagyu ខ្លាំងអ្នកនរគ្នា Wagyu សាច់អាំងអីហ្នឹងគឺសាច់ចេញមកគឺផុយហើយអានេះក៏នៅតែផុយដែរអ្នកនរគ្នាផុយឆ្ងាញ់ហ្មងខ្ញុំស្ដាយទឹក sauce មែនតែទឹក sauce វាអត់ឆ្ងាញ់ណាអានេះបើសិនបើបានជួយទឹកម្រេចឬក៏ទឹកត្រីក៏កងអីដឹងតែមិនបាច់អូយឆ្ងាញ់ប៉ុណ្ណាទេនេះហើយថាទៅមិនប្រកាសថាខ្ញុំញ៉ាំអត់ឆ្ងាញ់អ្នកនរគ្នាញ៉ាំអត់ឆ្ងាញ់ដូចខ្ញុំឯងអ្នកនរគ្នាអាចមកសាកបានបើសិនបើចង់សាកអីខាងលោកអ្នកនរគ្នាត្រូវរសជាតិនឹងអីឆ្ងាញ់ក៏ថាបាន steak មួយស្រាក្រហមខ្ញុំលើកកាហ្វេមកហ្មងនេះបន្ទាប់ពី steak Wagyu នឹងហើយអ្នកនរគ្នាក៏មានជាប្រភេទ dessert ដែរអ្នកនរគ្នាអាចហោះបានវាមានប៉ុន្មានមុខចឹងទៅគ្រាន់តែខ្ញុំហោះតែអាណាជា signature របស់គេចឹងណាជាប្រភេទសូកូឡាអ្នកនរគ្នាសូកូឡាហ្នឹងខ្ញុំដឹងថាជា cake ឬក៏ជា cream តែក្នុងនោះវាចូលគ្នាច្រើនណាស់ហើយមាន cream មានអីទៀតឆ្ងាញ់អត់ឆ្ងាញ់អ្នកនរគ្នាមនុយនេះគឺជាមនុយដែលឆ្ងាញ់ជាងគេគ្រាន់តែថាវាឆាប់តលាន់ហើយវាផ្អែមខ្លាំងអ្នកដែលអត់សូវចូលចិត្តផ្អែមទៅគឺញ៉ាំអត់ត្រូវតែម្ដងដោយសារតែអានឹងវាផ្អែមព្រោះខ្ញុំក៏ជាអ្នកចូលចិត្តផ្អែមដែរហើយខ្ញុំញ៉ាំទៅវានៅផ្អែមទៀតណាហើយអា layer នេះគឺសុទ្ធសឹងតែជា cream សុទ្ធសឹងតែជាសូកូឡាហ្មង combine ចូលគ្នា so good គ្រាន់តែថាវាឆាប់តលាន់បើអ្នកស្គាល់ខ្ញុំអីគឺខ្ញុំចូលចិត្តញ៉ាំមែនតើអ្នកនរគ្នាខ្ញុំញ៉ាំ buffet ញ៉ាំអីរហូតនឹងគ្រាន់តែថាវាដល់ចំណុចមួយទោះបីជា gram LV ក៏យើងញាត់អត់ចូលទេអ្នកនរគ្នាដល់មួយម៉ាត់ចុងក្រោយនេះគឺសូមឈប់ដំណឹងហ្មងបន្ទាប់មកក៏ឲ្យគេគិតលុយហ្មងទៅអ្នកនរគ្នាដល់ម៉ោងដែលអ្នកនរគ្នាចង់ដឹងហើយថាខ្ញុំកំងមិញហ្នឹងគឺតម្លៃប៉ុន្មាននេះអ្នកនរគ្នាគឺជាលុយដែលកាត់ចេញពីកងខ្ញុំហ្នឹងរបស់អស់$329ដោយសារតែខ្ញុំកំងកាហ្វេមួយកែវទៀតហើយកាហ្វេមួយកែវហ្នឹងរបស់$5អ្នកនរគ្នាសាប់អ្នកនរគ្នាបើសិនបើអ្នកនរគ្នាចង់មកអីអ្នកនរគ្នាអាចមកបានអាហ្នឹងគឺនៅ Salinton អាគាររបស់ LV នៅ Salinton ហ្នឹងណាអ្នកនរគ្នា search នៅក្នុង A-map ទៅគឺឃើញហើយអាហ្នឹងនៅពេលកាំងបើសិនបើអ្នកនរគ្នាទៅសៀងហៃអីអ្នកនរគ្នាអាចទៅ search អាគារ Deluvia អាគារទូដែលគេនិយមនៅសៀងហៃហ្នឹងក៏បានដែរហើយពេលខ្លះមិនប្រកាសថារបស់ថ្លៃវាល្អហើយរបស់ដែលល្អត្រូវតែថ្លៃអ្នកនរគ្នាដូចឆ្នាំដុសធ្មេញរបស់ខ្ញុំអញ្ចឹងគឺតែ$14000រៀលទេគឺមានឆ្នាំដុសធ្មេញ120ក្រាមក្នុងហ្នឹងហើយមានថែមច្រាសឲ្យមួយទៀតគុណភាពវិញអ្នកនរគ្នាមិនបាច់ចាំជឿខ្ញុំទេអ្នកនរគ្នាតាមដានមើលតែ comment section របស់ខ្ញុំដែលគេ comment តាក់ទងជាមួយនឹង feedback ឆ្នាំដុសធ្មេញក៏អ្នកនរគ្នាដឹងដែរតែផលរបស់ខ្ញុំតាំងពីបង្កើតមកហ្នឹងហើយគឺចិត្តបានមួយឆ្នាំហើយអ្នកនរគ្នាទទួលបានការគ្រប់គ្រងច្រើនមែនតើហើយហូរឆ្នាំដុសធ្មេញតែត្រជាក់ស្រស់ស្រាយពេញមាត់ក្អប់ក្នុងផ្លែឈើអីអ្នកនរគ្នាអាចសាកមួយ extend បាន